បងដឹងវ័យ18 25ឆ្នាំហ្នឹងគឺជាវ័យដែលពេញលេងហើយម្ល៉េះហើយបងប្រាប់ថាសកម្មភាពកំសាន្តខ្លះវាផ្ដល់ឲ្យប្អូនត្រឹមតែមួយគ្រាទេនៅភាពសប្បាយរីករាយហើយបន្តមកទៀតវាផ្ដល់ទុកទោសឲ្យប្អូនណាផ្ទុយទៅវិញអាសកម្មភាពដែលចំណេញបងឯងធ្វើហើយផ្ដល់ឲ្យប្អូននៅភាពសប្បាយរីករាយហើយបន្តមកទៀតវាផ្ដល់អត្ថប្រយោជន៍ឲ្យប្អូនបន្តទៀតឥឡូវយើងវេកញ៉ៃទាំងអស់គ្នាមើលថាសកម្មភាពហ្នឹងស្អីខ្លះទី1បងឯងមើលមនុស្សខ្លះដើម្បីបានភាពសប្បាយរីករាយវាតល់តែគាត់ជុំគ្នាផឹកស្រាបន្ទាប់ពីផឹកកើតអីខ្លះអាពេលផឹកហ្នឹងសប្បាយចុះបន្ទាប់ពីផឹកអស់លុយអស់សុខភាពឥឡូវយើងនិយាយតែពីរហ្នឹងបានណាបងនិយាយចឹងបងឯងគិតដល់ទេគិតដល់ថ្លឹងខ្លួនឯងទេបងអញ្ចឹងបងប្រាប់ថាសុំថ្លឹងការកំសាន្តសកម្មភាពខ្លះទៀតផ្ដល់ឲ្យប្អូននៅភាពសប្បាយរីករាយពេលដែលប្អូនកំពុងធ្វើវាហ្នឹងហើយវាផ្ដល់អត្ថប្រយោជន៍វែងបន្តទៀតស្អីគេអ្នកខ្លះបងបានតែហាត់ប្រាណសប្បាយមកហាត់ប្រាណណាគាត់បានតែហាត់ប្រាណ1ម៉ោងសប្បាយធ្វើឲ្យអារម្មណ៍គាត់ហ្នឹងសប្បាយមកពេលហ្នឹងបន្តមកទៀតអាសកម្មភាពដែលគាត់ធ្វើពេលដែលគាត់ហាត់ប្រាណហ្នឹងផ្ដល់ឲ្យគាត់នៅសុខភាពល្អរយៈពេលវែងបងឯងឃើញអាពីរនឹងខុសគ្នានេះបងលើកអ្វីដែលសាមញ្ញបំផុតដែលខួរក្បាលបងអាចគិតឃើញមែនតើវាមានច្រើនជាងនោះទៀតបងឯងគិតបន្តទៀតទៅសរុបជារួមបងលើកទឹកចិត្តឲ្យប្អូនគិតឲ្យមែនតើជ្រើសបង្កើតទម្លាប់ធ្វើអ្វីដែលចំណេញយ៉ាងហោចណាស់2ទី1បច្ចុប្បន្នទី2អនាគតណាស្ដាប់ឲ្យច្បាស់បងណាជ្រើសធ្វើអ្វីដែលបង្កើតប្រយោជន៍2មកបានបងឯងរីកចម្រើនអញ្ចឹងស្វែងរកការកំសាន្តណាដែលផ្ដល់ប្រយោជន៍បច្ចុប្បន្នផងផ្ដល់ប្រយោជន៍ទៅអនាគតផងយល់ហើយណា